សួស្តីបងប្អូនសម្រាប់វីដេអូនេះខ្ញុំសូមជូនរាសីឆ្នាំម្សាញ់សម្រាប់ឆ្នាំ2026ដូចតទៅខ្ញុំសូមជូនជាព័ត៌មានសម្រាប់អ្នកដែលគាត់កើតនៅក្នុងរាសីម្សាញ់គឺសម្រាប់ខែតុលាឆ្នាំ2025នេះគឺធម្មតាក្នុងឆ្នាំ2025គឺយើងគឺជាស្ដេចសត្វឆុងគេឆុងឯងចឹងទៅប៉ុន្តែចាប់ពីខែតុលាឆ្នាំ2025នេះធាតុឆុងហ្នឹងគឺវាចាប់ផ្ដើមអន់ថយទៅម្ដងបន្តិចហើយក៏ព្រោះតែឆ្នាំ2026ដែលជាឆ្នាំភ្លើងបូកមមីគឺមានលក្ខណៈពិសេសបន្តិចគឺដោយសារតែវាចូលមកមុនពេលវេលាជាទូទៅគឺត្រូវចូលនៅក្នុងខែ2ឆ្នាំ2026ប៉ុន្តែដោយសារតែវាមានលក្ខណៈពិសេសអញ្ចឹងវាត្រូវបានចូលនៅក្នុងខែ10ឆ្នាំ2025នេះតទៅអញ្ចឹងធាតុឆុងសម្រាប់អ្នកដែលឆ្នាំម្សាញ់គឺវាចាប់ផ្ដើមអន់ថយបន្តិចម្ដងមុនពេលវេលាអញ្ចឹងសម្រាប់យើងដែលអ្នកកើតក្នុងឆ្នាំម្សាញ់ក៏យើងរៀងធូរចិត្តបានមកកម្រិតផងដែរអញ្ចឹងឥឡូវយើងមកចូលមកដល់ធាតុល្អទី1ឈ្មោះថា surpassing path បាទអញ្ចឹងវាបង្ហាញអំពីការផ្លាស់ប្ដូរដ៏សំខាន់មួយឬក៏អាចនិយាយថាការផ្លាស់ប្ដូរនេះវានឹងធ្វើការផ្លាស់ប្ដូរទៅលើឆាកជីវិតរបស់យើងតែម្ដងហើយមួយវិញទៀតគេបង្ហាញថាអ្នកនឹងអាចចាកឆ្ងាយពីកន្លែងដែលយើងរស់នៅបច្ចុប្បន្នឬក៏កលៈទេសៈដែលយើងកំពុងតែឈរជាងនៅហ្នឹងហើយការផ្លាស់ប្ដូរនេះក៏ដឹកនាំអ្នកឲ្យទៅការចាប់យកឱកាសថ្មីដែលធ្វើឲ្យយើងមានការរីកចម្រើនផងដែរហើយគេបានបង្ហាញទៀតថាក្នុងអំឡុងពេលនៃការផ្លាស់ប្ដូរនេះអ្នកប្រហែលជាមានអារម្មណ៍មិនសូវជាទម្លាប់ទៅនឹងទីតាំងថ្មីទេឬក៏អាចនិយាយថាសង្គមថ្មីដែលអ្នកត្រូវរស់នៅហ្នឹងអ្នកត្រូវតែចេះកែប្រែទម្លាប់របស់អ្នកដើម្បីរស់នៅក្នុងបរិយាកាសថ្មីមួយផងដែរសម្រាប់បងប្អូនដែលគាត់ចង់ពិនិត្យមើលរាសីផ្ទាល់ខ្លួនរបស់បងប្អូនដោយមិនបាច់ពឹងអ្នកដទៃអញ្ចឹងបងប្អូនអាចចូលទៅកាន់ website មួយឈ្មោះថា pachircode.com នេះជា website ដែលខ្ញុំបានបង្កើតឡើងហើយបងប្អូនអាចប្រើប្រាស់ទូរស័ព្ទ smartphone ក៏បាន tablet ក៏បានកុំព្យូទ័រក៏បានឲ្យតែបងប្អូនមានអ៊ីនធឺណិតអញ្ចឹងបងប្អូនអាចឆែកបានហើយមួយវិញទៀតគឺខ្ញុំក៏មានជា app ដែរប៉ុន្តែ app នេះគឺសម្រាប់តែទូរស័ព្ទប្រភេទ Android តែប៉ុណ្ណោះអញ្ចឹងបងប្អូនអាច download app នេះទៅគឺលទ្ធផលឆែកហ្នឹងគឺដូចទៅនឹង website ដែរគឺចេញដូចគ្នាទាំងស្រុងតែម្ដងហើយដើម្បីឲ្យងាយស្រួលខ្ញុំបានដាក់ link នៅខាងក្រោមទាំង website ទាំង app ដើម្បីឲ្យបងប្អូនចុចទៅបើកតែម្ដងទៅបើកដល់ website និង app នឹងតែម្ដងងាយស្រួលមិនបាច់ចាំយើងវាយបញ្ចូលខ្លួនឯងហើយមួយវិញទៀតសម្រាប់អ្នកដែលគាត់អត់ចេះប្រើប្រាស់ website និង app អញ្ចឹងបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះនៅម៉ោងថ្ងៃខែឆ្នាំកំណើតរបស់បងប្អូនជាលេខបារាំងបាទជាលេខបារាំងជាលេខដែលយើងប្រើរាល់ថ្ងៃហ្នឹងអញ្ចឹងបន្ទាប់មកខ្ញុំនឹង check ឲ្យហើយបន្ទាប់មកខ្ញុំនឹងreply នៅលទ្ធផលរបស់បងប្អូនថាតើបងប្អូនកើតនៅក្នុងរាសីប្រភេទរបៀបម៉េចបាទឥឡូវយើងចូលមកដល់ធាតុល្អមួយវិញទៀតគឺឈ្មោះថា Heavenly Officer អញ្ចឹងធាតុនេះគេបើសិនជាភាសាខ្មែរបកប្រែថាមន្ត្រីឋានលើមន្ត្រីទេវតាអញ្ចឹងទៅបាទហើយវាបង្ហាញថាអ្នកនឹងមានភាពឆ្លាតវៃហើយនឹងពូកែខាងរៀនសូត្របាទមានថាបើសិនបើ
dương chỉ nè nơi riến cứ dương chả thấy dương hiện bạc cài chẳng từ hơi năng ai bàn bận tụ lõ rồi còn lặt phò lõ nó về đại dương bờ lòng phong đài lại nhá hơi mùi bên chết vì thà thiệt đi phong đái cứ bản thân bảo dương chỉ nè thua ca oi kế cứ dương năng ai tụ bàn nơi ca làng thành á hơi sầm rạp dương chỉ nè rô xí có dương năng tụ bàn nơi kê chmu lõ lõ phong đài pi bò để dươngประกอบnăngแล้วยังจงมาดอลเทียดลอบรรทอเทียดชมูตาตรายวิงจังอันนี้คือบางหายังปีออกกะได้ยังตัวบานตรอบทนจังตรอบทนได้ยังตัวบานนั่นคืออาจจะมีการช่วยจมเจริญปีหมดแพะหรือก่อได้กูสหกาพองได้แล้วยังโจลมาดอลเทียดลอบรรทอเทียดคือheavenly chef อันนี้เกี่ยวกับไม้จองเพลย์บดาในเบี้ยจังสำหรับการบรรจุกีตาวิคือจีเทียดล้อได้บันไดวิมันจีเทียดล้อทมไม่ได้เบี้ยตัวตายเจ๊เทียดล้อนี้ให้วิบางหานทาโดยเจียในทาวิดำนาชีวิตเชิงหรือลุ้นนักนงไอ้เก๋นักนงกาได้ยังตัวบ้านในอาหารล้อหรือก็สลาล้อหรือก็ไอจังแต่เตะตรงจมูกนังการหอบจกจังเตยโดยมีการโปรยบารมเฮ้ยวิก็อาจนอมมาในเกจมูกนังตบสมบัติติดตัวพองได้อะไรอย่างนั้นปัจจัยนี่วิคนเจียตราซาโตเจจังวิเกิดตามนังเตยเปรียบทาวิกลมลมปังไอแต่ทมลงไปจังจังหายเทียดล้อlà dương trồn mà đào thiệt mình lọ vĩnhจังthiệt mình lọ thì mỗi cứ heavily officer chámจังอันนี้วีบางหายทาdươngประหายเยี่ยมเบียนปัญหาแต่เลยพลอยฉบับจังพลอยฉบับไอ้ได้dươngอาซาดังอาจการมิ้นจังdươngเป็นดัดเมื่อครูนไอ้ประสานมาdươngชีมันธรรมดาเต้มันเซอร์เตะตรงชิมวยนังcái cà rốt rồi có bồn là coi thế phật chụp để dương chụp nắng ai chụp chả cho ấy thế chẳng hạn phạ bên đây ấy thì tôi chẳng thể tại phần bây dương thua ca tệ tôn mùi phần này rót chớn đôi chìm ca bong bồn bong ấy chẳng hạn đang có bị ai cắt lại chụp phù dương phong đài thiệt mình lo mình to thiệt ní cứ chỉ thiệt broken star và broken star ní bỏ gì không ai mê ha cài bạch bạ mà chẳng vì bằng hai nhầm pi cài bạch bạ năng ấy hơi rồi còn môi bên chết ai vậy thà ca khâu nâu cách sân già nam muối để cắt là chấm bùi dưới miền đây thà đôi kề một khẽ cách sân già dương người trắng á là biệp đằng rồi có krong ca nó có bị ai khôi rồi có ai tha person bờ chỉ krong krosa cái tẹt tông chỉ mùi đằng tầm nẹt tầm nong chỉ mùi đằng krong krosa đằng ảnh là những chỗ tự đào thiệt mình là bằng to tiết cứ solid killing chẳng anh ấy clay đấy cái vậy tha chỉ thiệt mình là tu tới mà nên là mình là tu tới ở miền sân cọt thôn từ lơ phần này là mùi thì chẳng vì vậy tha tu tới chẳng vì ai cả group tầm rung group sàn phiệp phong đại chỗ tự đào thiệt mình là bằng to tiết cứ múa dụ chẳng anh ấy ta bắt men chìm sao ông lấy thế này chìm sao chân đấy nhung cọ đang thang cái bọ thầm ở trái mùi dù nó ai bị bằng hai tha bà sân bà chị ạt ấy cứ bằng hai nhung pi phiếp mình miền stay phiếp hai đằng mỗi tiết là ca phật đầu phong đại hay thiệt nít có cái bằng hai tha tẹt tôn chiều mùi đằng phần này ở đóm dương mì ở đóm tha mình miềnสวัสดิภาพหรือก็มันเมียนภาพสนุกงีสรูเลยจังเตอมีอะไรท่าวิอดยังมีอารมณ์ท่ายังอดสรูยังอีเจตาระซับระซอเลยจังนะก็หลายnhững cái trong เบาะท่าอัตนัยจัง
បន្តមកទៀតគឺជាធាតុមិនល្អឈ្មោះថា dead god បាទអញ្ចឹងអានេះគេនិយាយថាធាតុនេះគឺជាធាតុមិនល្អដែរប៉ុន្តែវាខ្សោយមែនតើណាកម្លាំងនៃធាតុហ្នឹងអញ្ចឹងយើងក៏មិនសូវបារម្ភដែរអញ្ចឹងណាប៉ុន្តែក៏វាបង្ហាញថាវាកើតឡើងនៅត្រង់កន្លែងណាគឺទី1គេបង្ហាញថាយើងធ្វើការហួសកម្លាំងធ្វើការច្រើនពេកអញ្ចឹងមានថាយើងការងារយើងវាច្រើនអីចឹងទៅដែលធ្វើឲ្យយើងទប់មិនឈ្នះអីចឹងទៅអាហ្នឹងចង់និយាយចឹងហើយមួយវិញទៀតអានេះគេក៏អាចនិយាយថាយើងប្រហែលជាអាចបាត់បង់នៅលុយកាក់ទ្រព្យធនបន្តិចបន្តួចផងដែរបន្តមកទៀតយើងចូលមកដល់ធាតុមិនល្អចុងក្រោយគេគឺឈ្មោះថា sickness បាទ sickness ហ្នឹងបើជាភាសាខ្មែរគឺឈឺហ្នឹងឯងបាទឈឺហើយវាបង្ហាញថាយើងសុខភាពមិនល្អឬក៏អាចនិយាយថាប្រព័ន្ធភាពស៊ាំយើងហ្នឹងវាខ្សោយអីចឹងណាអញ្ចឹងអាហ្នឹងយើងយល់ល្អសម្រាប់ឆ្នាំថ្មីរិស័យដែលមានមួយសាច់អញ្ចឹងគួរតែទៅពិនិត្យសុខភាពអីចឹងទៅឬក៏ check up សុខភាព6ខែមួយឆ្នាំម្ដងអីចឹងណាដើម្បីបង្ការកុំឲ្យយើងខ្វះនេះខ្វះនោះជួនកាលយើងធម្មតាយើងអត់ដឹងថាយើងខ្វះវីតាមីនអីឬក៏ខ្វះធាតុអីទេអញ្ចឹងដល់យើងទៅពេទ្យពិនិត្យមើលបានយើងអាចដឹងបានអញ្ចឹងគេផ្សំថ្នាំផ្សំអីចឹងទៅมันយើងវាមកប្រកក្តីវិញចឹងទៅអូខេអញ្ចឹងអស់ហើយសម្រាប់ធាតុល្អមិនល្អអីដែលខ្ញុំបានបង្ហាញពីដើមវីដេអូហ្នឹងអញ្ចឹងយើងមកយល់អំពីអត្ថន័យធាតុល្អមិនល្អហ្នឹងកើតចំពោះយើងរបៀបម៉េចត្រង់ណាអញ្ចឹងណាអញ្ចឹងសម្រាប់អ្នកដែលកើតនៅក្នុងម៉ោងម្សាញ់គឺតកតងជាមួយនឹងរបររស់ស៊ីគំនិតតកតងជាមួយនឹងកូនរបស់យើងហើយនឹងបុគ្គលិករបស់យើងឬបើសិនបើយើងជាអ្នកដឹកនាំគឺតកតងជាមួយនឹងអ្នកដែលនៅក្រោមបញ្ជារបស់យើងសម្រាប់អ្នកដែលកើតនៅក្នុងតួថ្ងៃម្សាញ់គឺសំដៅទៅលើប្តីឬក៏ប្រពន្ធឬក៏គូសង្សារដែលយើងរួមរស់នៅជាមួយគ្នាចាប់ពី6ខែឡើងទៅឬក៏មួយទៀតអាចនិយាយអំពីថាខ្លួនយើងផ្ទាល់តែម្ដងសម្រាប់អ្នកដែលកើតនៅក្នុងខែម្សាញ់គឺសំដៅទៅលើកន្លែងធ្វើការពុកម្ដាយឬក៏សាច់ញាតិបងប្អូននឹងឯងសម្រាប់ឆ្នាំម្សាញ់គឺសំដៅទៅលើជីដូនជីតាមិត្តភ័ក្តិបណ្ដាញសង្គមមិនថាសង្គមខាងក្រៅសង្គមតាម TikTok YouTube Facebook អីទេអាហ្នឹងគឺរាប់ទាំងអស់ហើយអាចសំដៅទៅលើថៅខែក្រុមហ៊ុនហើយអាចសំដៅទៅលើCEO របស់ក្រុមហ៊ុនផងដែរហើយចំពោះអ្នកដែលធ្វើការនៅក្នុងស្ថាប័នណាមួយគឺគេសំដៅទៅលើមនុស្សដែលមានឋានៈខ្ពស់បំផុតនៅក្នុងស្ថាប័នហ្នឹងឯងបាទកន្លែងហ្នឹងណាអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបាទសូមអរគុណ